Ôi camera này lươn thọt luôn mà đây. Tá camera tại lại chiên của mùi pon này aiធ្វើអីបានខ្លះនេះគឺ Canon EOS R1 នេះគឺជាប្រភេទកាមេរ៉ាដែលធ្វើឡើងតម្រូវជាមួយនឹងការងារកម្រិតជំនាញឬក៏យើងហៅថា professional work កាមេរ៉ានេះគឺមានចំណុចពិសេសសំខាន់ជាច្រើនដែលតម្រូវជាមួយនឹងការងារចាំបាច់អស់ទៅនឹងឥឡូវនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញនៅចំណុចសំខាន់អស់ទាំងនោះ Camera Canon EOS R1 នេះគឺជាប្រភេទកាមេរ៉ាកម្រិតជំនាញវាមានចំណុចសំខាន់3ដែលបងប្អូនទាំងអស់គ្នាត្រូវដឹងទី1គឺភាពរឹងមាំទៅលើតួទាំងមូលហើយជាមួយនឹងការប្រើប្រាស់ទូទៅចំណុចសំខាន់ទី2គឺល្បឿនហ្នឹងគឺសំដៅទៅលើល្បឿនចាប់រូបភាពហើយជាមួយនឹងល្បឿនប្រើប្រាស់នៅក្នុងមុខងារទាំងឡាយផ្សេងៗនៅក្នុងកាមេរ៉ានេះហើយចំណុចសំខាន់ទី3គឺសមត្ថភាពទៅលើផ្នែកវីដេអូនិងផ្នែកហ្វូតូសម្រាប់តួរបស់កាមេរ៉ា EOS R1 នេះវិញគឺវាធន់រឹងមាំខ្លាំងព្រោះដោយសារ construction ទាំងមូល body វាហ្នឹងគឺជាប្រភេទ magnesium alloy អញ្ចឹងវាធន់ជាមួយនឹងការប៉ះទង្គិចធន់ជាមួយនឹងការសឹករិចរិលនៅពេលដែលយើងប្រើជាមួយនឹងការងារដែលចាំបាច់ហើយជាមួយនឹងការថតនៅក្នុងលក្ខខណ្ឌដែលសីតុណ្ហភាពខ្ពស់សីតុណ្ហភាពទាបឬក៏កន្លែងដែលមានដីហុយឬក៏កន្លែងដែលមានសម្ពាធទឹកខ្ពស់ចំណុចសំខាន់នេះហើយដែលពាក់ព័ន្ធជាមួយនឹងតួដែលធន់រឹងមាំសម្រាប់ការងារជំនាញបើសិនជាអ្នកធ្លាប់ប្រើកាមេរ៉ា Canon ច្បាស់ជាដឹងថាតួប្រភេទនេះគឺជាប្រភេទតួដែលរឹងមាំខ្លាំងហើយគេហៅឈ្មោះវាថាប្រភេទ tank body គឺមានន័យថាតួវានឹងរឹងមាំដោយរថក្រោះអញ្ចឹងហើយក្រៅពីនឹងទៀតក៏វាធន់ជាមួយនឹងការខ្ទាតទឹកប៉ះលើឬក៏នៅក្នុងបរិយាកាសមួយដែលមានសំណើមព្រោះដោយសារតួជុំវិញរបស់វាគឺមានប្រព័ន្ធការពារឬក៏យើងហៅថា weather shielding ចំណុចសំខាន់ទី2ដែលពាក់ព័ន្ធជាមួយនឹងល្បឿនកាមេរ៉ាប្រភេទនេះគឺតម្រូវឲ្យមានល្បឿនលឿនតែម្ដងព្រោះវាចាំបាច់នៅក្នុងការប្រើទៅលើការងារដែលជំនាញដូចជាការងារបែបសារព័ត៌មានការងារបែបកីឡាឬក៏ការងារទាំងឡាយផ្សេងៗដែលទាមទារឲ្យការចាប់រូបភាពនឹងលឿនដូចជានៅក្នុងកម្មវិធីសំខាន់ការថតគណៈអធិបតីឬក៏គណៈប្រតិភូដែលចុះការងារណាមួយល្បឿនគឺជារឿងដែលសំខាន់អញ្ចឹងសម្រាប់កាមេរ៉ានេះគឺមានការចាប់ល្បឿន auto focus នឹងលឿនខ្លាំងដោយសារមានប្រព័ន្ធ AI ទៅលើការចាប់ auto focus ឬក៏យើងហៅថា AI auto focus ដែលអាចស្គាល់ទម្រង់មុខទម្រង់ភ្នែកទម្រង់របស់ឬក៏មនុស្សឬក៏វត្ថុអីផ្សេងៗដែលធ្វើឲ្យការចាប់រូបភាពឬក៏យើងហៅថា auto focus ហ្នឹងជាក់លាក់ហើយជាមួយនឹងលឿនបានល្អសម្រាប់លក្ខណៈពិសេសបន្ថែមទៅលើប្រព័ន្ធ auto focus នេះដែរក៏យើងអាចជ្រើសរើសជា priority auto focus មានន័យថាផ្ដល់ការចាប់អារម្មណ៍ទៅលើតួអង្គសំខាន់ណាមួយលក្ខខណ្ឌនេះគឺប្រើនៅពេលដែលយើងថតជាមួយនឹងមនុស្សច្រើនហើយចង់ឲ្យកាមេរ៉ា lock focus តែទៅលើតួអង្គសំខាន់ដែលយើងត្រូវថតពាក់ព័ន្ធជាមួយនឹងល្បឿននេះដែរមិនមែនសំដៅតែទៅលើល្បឿន auto focus ទេសូម្បីតែល្បឿននៅក្នុងការចាប់រូបភាពដែលថតក្នុង1វិនាទីហ្នឹងក៏ច្រើនដែរនៅក្នុងករណីដែលយើងថតនៅក្នុងកម្មវិធីដែលសំខាន់ដែលមិនចង់ឲ្យមានឮសូរសំឡេងពេលដែលយើងថតយើងអាចបើកមុខងារ electronic shutter ដែលអាចធ្វើឲ្យកាមេរ៉ានេះថតបានក្នុងល្បឿន40រូបភាពក្នុង1វិនាទីហើយអត់មានសំឡេងទៀតគឺស្ងាត់សម្រាប់កម្មវិធីប្រជុំដែលសំខាន់ដែលទាមទារការថតប៉ុន្តែមិនឲ្យឮសំឡេងពាក់ព័ន្ធជាមួយនឹងល្បឿននេះគឺនៅពេលដែលយើងប្រើការថតធម្មតាមានន័យថាឮសំឡេងឬក៏យើងប្រើជា mechanical shutter ហ្នឹងគឺកាមេរ៉ានេះគឺអាចចាប់រូបភាពនៅក្នុងកម្រិត12 frame ក្នុង1វិនាទីក្នុងទំហំរូបភាពពេញលេញពេញ full frame sensor ហ្នឹងតែម្ដងគឺ24 megapixel 6000គុណជាមួយនឹង4000 pixel នេះគឺជាផ្នែកដែលសំខាន់ពាក់ព័ន្ធជាមួយនឹងល្បឿនហើយជាមួយនឹងការចាប់រូបភាពចំពោះការថតរូបភាពនេះដែរគឺ24 megapixel យើងអាចថតជា RAW JPEG ឬក៏ RAW JPEG បានក្នុងពេលតែមួយហើយក៏អាចអនុញ្ញាតឲ្យយើងថតទៅជា small RAW ក្នុងករណីណាមួយដែលយើងចង់ថតរូបភាព RAW ប៉ុន្តែឲ្យទំហំ file size ហ្នឹងតូចចំពោះចំណុចសំខាន់ផ្នែកវីដេអូនេះដែរ Canon EOS R1 នេះគឺអាចថតបានក្នុងកម្រិត RAW video ដល់ 6K 60 frame នេះគឺជាលក្ខណៈពិសេសមួយដែលតម្រូវជាមួយនឹងការងារធំការងារសំខាន់វាក៏ពាក់ព័ន្ធជាមួយនឹងទម្រង់តួដែលធំរបស់កាមេរ៉ានេះដូចគ្នាព្រោះនៅពេលដែលយើងថតវីដេអូក្នុងកម្រិត RAW ហើយ60 frame ទៀតគឺវានឹងបំភាយកម្ដៅខ្លាំងអញ្ចឹងតលតែតួធំទើបអាចទប់ជាមួយនឹងកម្ដៅដែលឡើងខ្លាំងនៅពេលដែលយើងថតកម្រិតវីដេអូខ្ពស់បែបនោះហើយនៅពេលដែលយើងថតទៅជា compression format ជា H264 ឬក៏ H265 ហ្នឹងគឺថតក្នុងកម្រិត 10bit 422ដែលគាំទ្រជាមួយនឹង Full HD 4K អាចថតទៅជា color profile C-Log 2និង C-Log 3សម្រាប់តម្រូវការជាមួយនឹងការកែពណ៌ហើយជាមួយនឹងការ
ធ្វើ color grading បន្ទាប់ពីយើងថតវីដេអូនឹងហើយចំណុចចាប់អារម្មណ៍នៅក្នុងការថត 4K នេះទៀតគឺថតបានក្នុងកម្រិត 4K រហូតដល់120 frame ក្នុង1វិនាទីនេះគឺសម្រាប់ការធ្វើជា slow motion បើសិនជាយើងថតក្នុងកម្រិត Full HD គឺយើងអាចដំឡើង frame rate បានរហូតដល់240 frame ដែលតម្រូវជាមួយនឹងការប្រើប្រាស់មួយចំនួនដែលយើងចង់ធ្វើ slow motion ហើយឲ្យវាមានចលនាសកម្មភាពនឹងយឺត slow ខ្លាំងកាមេរ៉ានេះគឺជាប្រភេទ full frame sensor ហើយនៅក្នុងការថត photo ក៏ដោយនៅក្នុងការថតវីដេអូក៏ដោយក៏មានប្រព័ន្ធទប់លំនឹងនៅលើ sensor នឹងស្រាប់ឬក៏យើងហៅថា IBIS in body image stabilization ដែលអាចទប់បាននៅក្នុងកម្រិត 5 axis មានន័យថា5អាក់ឆ្វេងស្ដាំលើក្រោមហើយជាមួយនឹងការខិតទៅមុខទៅក្រោយនេះបានទៀតអញ្ចឹងអាហ្នឹងគឺជាសមត្ថភាពពិសេសមួយនៅក្នុងការជួយដើម្បីឲ្យការប្រើប្រាស់របស់យើងមានភាពងាយស្រួលព្រោះនៅក្នុងការថតវីដេអូក៏យើងត្រូវការប្រព័ន្ធទប់លំនឹងនៅក្នុងការថតហ្វូតូក៏យើងត្រូវការប្រព័ន្ធទប់លំនឹងហើយបើសិនជាបូកផ្សំគ្នាជាមួយនឹង lens ដែលមាន stabilizer ស្រាប់ទៀតវាធ្វើឲ្យយើងអាចថតបានទប់លំនឹងបានល្អបើទោះបីជាការថតវីដេអូរបស់យើងអាចប្រើកាមេរ៉ានេះដោយកាន់ដៃថតវាហាក់បីដូចជាយើងប្រើ tripod អញ្ចឹងហើយបើសិនជាយើងថតហ្វូតូវិញយើងអាចទម្លាក់ល្បឿនឲ្យទាបប៉ុន្តែនៅតែរក្សារូបភាពនឹងច្បាស់បានល្អដូចគ្នាដែរនឹងគឺជាអ្វីដែលផ្ដល់មកអំពីការប្រើប្រាស់ទៅលើមុខងារ image stabilization ដែលមានស្រាប់នៅក្នុង sensor របស់កាមេរ៉ា Canon EOS R1 នេះចំណុចសំខាន់ផ្សេងៗទៀតដែលអ្នកទាំងអស់គ្នាត្រូវដឹងចំពោះកាមេរ៉ា Canon EOS R1 នេះជួយបិទតែតួវាធំប្រភេទ SLR មែនប៉ុន្តែវាជា mirrorless camera ទេគឺវាប្រើជាមួយនឹង lens mount ស៊េរីថ្មីរបស់ Canon គឺ Canon RF mount ដែលវាមិនដូចគ្នាជាមួយនឹង Canon EF ឬក៏ EFS lens នោះទេអញ្ចឹងសម្រាប់ lens ស៊េរីថ្មីទើបអាចប្រើត្រូវប៉ុន្តែចំពោះ lens ស៊េរីថ្មីនេះទៀត Canon គឺមានជម្រើស lens ផ្សេងៗគ្នាច្រើនរួចមកហើយដែលមានជម្រើស lens ជាង80 lens ប្រភេទហើយជាមួយនឹង third party lens ដូចជា lens របស់ Tamron ដូចជា lens របស់ក្រុមហ៊ុនផ្សេងៗទៀតក៏អាចប្រើត្រូវជាមួយនឹង RF mount នេះដូចគ្នាដែរកាមេរ៉ានេះគឺប្រើដោយ full frame CMOS sensor ទំហំ 35mm ប៉ិន fill ក្នុងការប្រើប្រាស់គឺអាចប្រើក្នុងកម្រិត ISO ចាប់ពី100រហូតដល់102,400ហើយជាមួយនឹង boost ISO ចាប់ពី50រហូតដល់409,600ចំណុច ISO ទាំងអស់នេះគឺអាចប្រើប្រាស់ឲ្យការថតរបស់យើងចាប់បាន detail ខ្លាំងបើទោះបីជាក្នុងកម្រិត ISO ទាបឬក៏ ISO ខ្ពស់អញ្ចឹងនៅក្នុងលក្ខខណ្ឌទូទៅធម្មតាដូចនៅក្នុងពេលដែលយើងថតដែលមានពន្លឺគ្រប់គ្រាន់យើងអាចប្រើ ISO ទាបក្នុងកម្រិត100ឬក៏200ឬក៏ចំណុចដែលល្អបំផុតក្នុងកម្រិត ISO 800ប៉ុន្តែនៅពេលដែលខ្សោយពន្លឺគឺយើងអាចតម្លើង ISO ខ្ពស់ទៅដែលខ្ញុំបានបញ្ជាក់មិញកាមេរ៉ានេះក៏អាចតម្លើង boosted ISO រហូតដល់496,600បានផងដែរចំណុចទាំងអស់នេះគឺផ្ដល់ភាពបត់បែននៅក្នុងលក្ខខណ្ឌណាមួយចាំបាច់ដែលយើងត្រូវការល្បឿនលឿនគឺយើងអាចតម្លើង ISO ឲ្យខ្ពស់រូបភាពរបស់យើងភ្លឺយើងអាចតម្លើងល្បឿនឲ្យលឿនទៅដើម្បីថតនៅសកម្មភាពដែលលឿនសម្រាប់មុខងារសំខាន់មួយទៀតនៅក្នុងការថតរូបភាពនេះគឺ AI noise reduction នៅពេលដែលយើងថតហើយក្នុងកម្រិត ISO ខ្ពស់គឺយើងអាច process ធ្វើឲ្យរូបនឹងកាត់បន្ថយនៅបរិមាណ noise ទោះបីជាយើងប្រើ ISO ខ្ពស់ក៏ដោយរាល់ការសេរីនេះគឺយើងកំណត់នៅក្នុងកាមេរ៉ាហើយយើង export ទៅជា file ដែលមានបរិមាណ noise តិចជាងមុនចំណុចសំខាន់មួយដែលបងប្អូនត្រូវដឹងចំពោះ Canon EOS R1 នេះវិញគឺប្រើជាមួយនឹង memory card ប្រភេទ C Express Type B ដែលជាប្រភេទ memory card ដែលលឿនអញ្ចឹងនៅពេលដែលយើងប្រើក្នុងករណីដែលយើងថតវីដេអូកម្រិត RAW ឬក៏យើងថត burst frame rate ដូចថតឲ្យច្រើនក្នុងពេលតែមួយមិញហ្នឹងគឺ buffer របស់វាសឹងតែថាឲ្យយើងថតរហូតបានតលពេញ memory ហ្មងដោយដែលបងប្អូនទាំងអស់គ្នាបានឃើញមិញពីឧទាហរណ៍នៅពេលដែលយើងចុចក្នុងការថតច្រើនរូបក្នុង1វិនាទីដោយសារ memory card ប្រភេទនេះគឺវាលឿនខ្លាំងធ្វើឲ្យការបញ្ជូនរូបភាពពី sensor ទៅ memory ហ្នឹងបានរហូតដែលធ្វើឲ្យយើងថតក្នុងសកម្មភាពលឿនហ្នឹងសឹងតែថាចុចជាប់រហូតចាប់រូបភាពរហូតតតែពេញ memory តែម្ដងតួកាមេរ៉ារបស់ EOS R1 នេះវិញវាធំហើយចំពោះ viewfinder ក៏វាធំដែរហើយវាអាចបង្ហាញក្នុងកម្រិត resolution 9 លាន dot វាអាចបង្ហាញ detail បានល្អហើយចំពោះអ្វីដែលយើងឃើញនៅក្នុង viewfinder ហ្នឹងគឺវាគ្របដណ្ដប់ទៅលើរូបភាពដែលយើងថតហ្នឹង 100% មានន័យថាអ្វីដែលយើងឃើញហើយនៅអ្វីដែលយើងថតគឺវាមានទំហំប៉ុនគ្នាក្នុងកម្រិត 100% ពេញប៉ុន្តែការពង្រីកពង្រួមយើងមើលទៅឃើញយើងចិត្តឆ្ងាយហ្នឹងក្នុងកម្រិត 90% ហើយចំពោះ LCD screen វិញគឺវាមានទំហំ 3.2 អ៊ីងដែលយើងអាចបត់ទៅមុខទៅក្រោយថតខ្លួនឯងនេះក្នុងករណីដែលយើងថតក្នុង studio យើងចង់មើលខ្លួនឯងអញ្ចឹងណា
អាហ្នឹងយើងអាចថតបានដែរហើយវាមានកម្រិត resolution 2លាន dot អញ្ចឹងក៏វាជាប្រភេទ high resolution screen ដែលយើងអាចមើលឃើញរូបភាពច្បាស់នៅពេលដែលយើងថតអញ្ចឹងទៅទោះហើយជាមួយនឹងទម្រង់នៃការប្រើប្រាស់របស់កាមេរ៉ា Canon EOS R1 នេះវិញគឺវាមានប៊ូតុង layout ដែលយើងអាចប្រើជាលក្ខណៈផ្ដេកអញ្ចឹងក៏បានឬក៏បញ្ឈរអញ្ចឹងក៏បានដែរព្រោះវាហាក់បីដូចជា built in ជាមួយនឹង battery grip ដែលយើងអាចកាន់បញ្ឈរអញ្ចឹងបានណាហើយចំពោះកន្លែងផ្នែកនេះទៀតគឺដោយសារវាភ្ជាប់មកជាមួយនឹង battery ដែលធំដូចគ្នាដែរនេះគឺជាប្រភេទ LP19E អញ្ចឹងវាធំប្រើបានយូរចំពោះប៊ូតុង layout វិញគឺវាស្តៀងគ្នាជាមួយនឹងកាមេរ៉ា Canon model ដទៃប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ហ្នឹងគឺត្រង់ថាប៊ូតុងដែលយើងផ្លាស់ប្ដូរ mode គឺវាកប់នៅក្នុងនេះដែលធ្វើឲ្យជៀសវាងជាមួយនឹងការប៉ះដោយចៃដន្យណាវាមិនមែនជាលក្ខណៈបង្វិលដូរ mode ទេគឺតើយើងចុចហ្នឹងបានយើងដូរ mode បាន mode ក្នុងការ shooting ដូចជា full manual ដូចជា aperture priority ឬក៏ shutter speed priority mode ហ្នឹងគឺយើងចុចចឹងហើយវាភ្ជាប់មកជាមួយនឹង wheel នេះ scroll wheel នេះចំនួនដល់ទៅ3អញ្ចឹងមានមុខមួយកន្លែងនេះមួយហើយជាមួយនឹងក្រោយនេះមួយដើម្បីយើងសេរីដូចជាការកំណត់ទៅលើ shutter speed aperture ហើយជាមួយនឹង ISO ហើយសម្រាប់ប៊ូតុង function នេះគឺដើម្បីយើងផ្លាស់ប្ដូរទៅលើការគ្រប់គ្រងមុខងារផ្សេងប៊ូតុងមួយតែគ្រប់គ្រងមុខងារច្រើនហើយជាមួយនឹងការប្រើប្រាស់ដូចជាការដូរនៅ focus point គឺយើងអាចប្រើ joystick នេះដើម្បីខិតទៅឆ្វេងទៅស្ដាំទៅលើទៅក្រោមអញ្ចឹងណាប៉ុន្តែមានប៊ូតុងមួយទៀតនេះគឺជាប៊ូតុងដែលយើងអាច scroll ក្នុងការដែលយើងពង្រីករូបខិតឆ្វេងខិតស្ដាំមើលរូបហ្នឹងលឿនហើយវាទាំងការកាន់ផ្ដេកនិងការកាន់បញ្ឈរនេះប៊ូតុងហ្នឹងវាដំណើរការដូចគ្នាដែរអ្នកនរនេះចាប់អារម្មណ៍អត់ហេតុអីក៏កាមេរ៉ានេះតួធំប៉ុន្តែការថតរូបភាពអាចក្នុងកម្រិតតែ24 megapixel ជាទូទៅនៅក្នុងការប្រើប្រាស់កាមេរ៉ាកម្រិតគុណភាពកម្រិតល្បឿនហើយជាមួយនឹងសមត្ថភាពប្រើប្រាស់មិនមែនពឹងតែទៅលើ megapixel តែមួយមុខនោះទេកាមេរ៉ានេះដែលធ្វើជាមួយនឹងទំហំរូបភាពត្រឹមតែ24 megapixel ព្រោះដោយសារទំហំនេះគឺជាទំហំរូបភាពមួយដែលងាយស្រួលក្នុងការប្រើប្រាស់គ្រប់លក្ខខណ្ឌទាំងអស់ទាំងការប្រើប្រាស់ផ្នែក digital ទាំងការប្រើប្រាស់ផ្នែក print គឺវាគ្រប់គ្រាន់ទៅហើយប៉ុន្តែអ្វីដែលទទួលបានត្រឡប់មកវិញហ្នឹងគឺតាក់ទងជាមួយនឹងការផ្ដល់ឲ្យនៅល្បឿនដែលអាចចាប់រូបភាពលឿនដែលអាចឆ្លើយតបជាមួយនឹងស្ថានភាពថតលឿនបានហើយអ្វីដែលពិសេសមួយទៀតហ្នឹងគឺទំហំរូបភាព24 megapixel នេះវាអនុញ្ញាតឲ្យកាមេរ៉ានេះដំឡើង ISO ខ្ពស់បានដោយដែលខ្ញុំបានបញ្ជាក់មិញនៅពេលដែលយើងដំឡើង ISO ខ្ពស់ហើយទំហំ megapixel ក្នុងកម្រិត24នេះគឺជាកម្រិតមួយដែលធ្វើឲ្យយើងអាចថតបានល្បឿនលឿនគុណភាពល្អហើយទំហំរូបភាពក៏ល្អសមរម្យដែរមិនធំពេកហើយក៏មិនតូចពេកដែរព្រោះលក្ខខណ្ឌមួយចំនួនយើងឃើញថាកាមេរ៉ាខ្លះអាចមានរហូតដល់50 megapixel ឬក៏60 megapixel ទំហំទាំងអស់ហ្នឹងវាធំមែនប៉ុន្តែម៉ាស៊ីនផ្ដល់រូបភាពធំបែបនេះគឺវានឹងតែងតែផ្ដល់មកជាមួយនឹង digital noise ឬក៏ប្រសិទ្ធភាពនៅពេលដែល ISO ខ្ពស់ហ្នឹងមិនសូវល្អទេចំណុចនេះហើយគឺជាគុណភាពពិសេសមួយដែលផ្លាស់ប្ដូរគ្នារវាងទំហំរូបភាពល្បឿនហើយជាមួយនឹងគុណភាពនៅពេលដែលយើងតម្លើង ISO ខ្ពស់